សូមបន្តមកចំណុចបន្ទាប់ទៀតទាក់ទងជាមួយនឹងការអានពាក្យហើយខ្ញុំនឹងមាន slide ដើម្បីឲ្យយើងមើលនិងបកប្រែឡើងវិញហើយយើងស្ដាប់2ដងទៅ3ដងអីទៅដើម្បីឲ្យឆាប់ចាប់បានហើយនឹងឆាប់ចេះពាក្យតោះអញ្ចឹងមកស្ដាប់ទាំងអស់គ្នា看图片，朗读下列双音节词语。 Look at the pictures and read the disyllabic words aloud. 咖啡、可乐、烤鸭、火锅、地图、飞机、毛笔、耳机。 សូមមើលទៅរូបភាពម្ដងទៀតហើយអានឲ្យលឺៗតាមម្ដងទៀតមកណាហើយមើលពាក្យបកប្រែខាងក្រោមផងដើម្បីឲ្យយើងឆាប់ចេះពាក្យបានច្រើន 咖啡、可乐、烤鸭、火锅、地图、飞机、毛笔、耳机。